ពេលទៅដល់ផ្ទះលោកមេភូមិលោកអ៊ុំដនក៏បានរៀបចំពិធីដោះអំពើឲ្យពូធឿនសូមជូនរឿងអ្នកដោះអំពើនៅដើមសាច់រឿងនេះនិយាយអំពីភូមិមួយដែលមានប្រជាជនរស់នៅប្រហែល10គ្រួសារដែលភូមិរបស់ពួកគេរស់នៅឆ្ងាយដាច់ស្រយាលនៅក្នុងភូមិមួយនោះមានគ្រូអាគមពូកែចំនួន2នាក់ជានិច្ចជាកាលអ្នកភូមិតែងតែទៅពឹងពាក់ឲ្យជួយតាមបែបដែលពួកគេចង់បានអ៊ុំដនគឺជាគ្រូអាគមដែលពូកែខាងដោះអំពើអំព័ន្ធផ្សេងៗហើយគាត់ជាមនុស្សល្អអ្នកភូមិគឺចូលចិត្តគាត់សឹងគ្រប់គ្នាចំណែកអ៊ុំខាន់ជាគ្រូពូកែខាងធ្វើអំពើនិងជាអ្នកលេងអាគមដែលមានសន្តានចិត្តអាក្រក់មិនសូវជាចូលចិត្តរាប់ញាតណាឡើយអ្វីដែលសំខាន់សម្រាប់គាត់គឺប្រាក់ហើយគាត់មានចិញ្ចឹមខ្មោចថែមទៀតផងបងច័ន្ទគាត់ធ្វើរបងចូលដីយើងប្រហែលជាង2ម៉ែត្រតើខ្ញុំគួរនិយាយជាមួយគាត់យ៉ាងម៉េចទៅឯងនិយាយជាមួយគាត់តាមដំណើររឿងទៅបើឯងមិននិយាយថ្ងៃនេះថ្ងៃក្រោយគាត់នៅតែបំពេញយើងលើសនឹងទៀតខ្ញុំថាមិនចង់ប៉ះពាល់អ្នកជិតខាងទេរស់សុំតែមកសុកដល់ពេលជួបអ្នកជិតខាងអញ្ចឹងយ៉ាប់ណាស់លុះដល់ស្អែកឡើងពូធឿនក៏ទៅនិយាយជាមួយពូច័ន្ទអំពីរឿងដែលពូច័ន្ទធ្វើរបងចូលដីរបស់គាត់បងច័ន្ទមិនក៏បងធ្វើរបងហួសព្រំដីអញ្ចឹងបើមើលតាមព្រំដីទៅបងដូចជាធ្វើហួសចូលដីខ្ញុំចំនួន2ម៉ែត្រហើយសូមបងជួយថយរបងនេះទៅក្រោយវិញផងមិនក៏ឲ្យខ្ញុំថយ2ម៉ែត្រវិញដីខ្ញុំនេះក្បាល12ម៉ែត្រខ្ញុំមិនរំកិលថយក្រោយទេបើចង់ទៅប្តឹងឯណាក៏ប្តឹងទៅយ៉ាប់ណាស់នៅជាមួយអ្នកជិតខាងមិនចេះយល់គ្នាអញ្ចឹងនេះបងឯងស្មើនឹងប្លន់ដីគេស្រស់តែម្ដងចុះបើឯងថាអញប្លន់ដីឯងមិនទៅប្តឹងលោកមេភូមិទៅមិនអីទេគង់តែខ្ញុំទៅប្តឹងទេប្រាក់ខ្ញុំខំរកល្មមទិញដីនេះបានមិនងាយទេក្រោយពីតឹងសរសៃកដាក់គ្នារួចមកពូធឿនគាត់ក៏ធ្វើដំណើរទៅផ្ទះលោកមេភូមិហើយក៏យករឿងរ៉ាវទំនាស់ដីនេះទៅប្តឹងផ្ដាល់លោកមេភូមិអូនប្រោសតើលោកមេភូមិនៅផ្ទះដែរឬទេគាត់នៅផ្ទះតាពូនៅចាំនេះហើយចាំខ្ញុំទៅហៅគាត់មកសិនពុកពូធឿនមករកមើលទៅដូចជាមានការប្រញាប់ខ្លាំងណាស់អូប្រាប់ធឿនទៅថាពុកទៅឥឡូវហើយពុកបង្ហើយការងារបន្តិចសិនបាទពុកលោកពូចាំគាត់បន្តិចគាត់មកឥឡូវហើយក្មួយធឿនមានការអីដែលក្មួយបាទលោកពូក្មួយចង់ដាក់ពាក្យបណ្ដឹងបងច័ន្ទដោយសារតែគាត់ធ្វើរបងមកលើព្រំដីក្មួយចូលតិចតួចមិនថាទេតែនេះចូលចង់2ម៉ែត្រហើយលោកមេភូមិក្មួយនិយាយគ្នាសិនទៅដោះស្រាយគ្នាតាមព្រំដីទៅកុំឲ្យមានរឿងវិញឆ្ងាយខ្ញុំបាននិយាយជាមួយគាត់ហើយតែគាត់មិនស្ដាប់ទេសូមអ៊ុំមេភូមិជួយដោះស្រាយឲ្យផងមិនអីទេអញ្ចឹងចាំរសៀលបន្តិចចាំអ៊ុំទៅជួយដោះស្រាយឲ្យបាទអរគុណណាស់អ៊ុំក្មួយសូមជម្រាបលាសិនហើយលុះដល់រសៀលបន្តិចលោកមេភូមិក៏មកដល់កន្លែងទំនាស់ដីមេភូមិបានដើរពីមុខរហូតដល់ខាងក្រោយនៃព្រំដីតាមពិតទៅលោកមេភូមិបានដឹងរួចហើយថាព្រំដីនេះច័ន្ទគេពិតជាធ្វើរបងហួសចូលមុខដីរបស់ធឿនពិតប្រាកដមែនតែគាត់នៅមិនទាន់កាត់ក្តីឲ្យពួកគេទេដោយគាត់គ្រាន់តែមានប្រសាសន៍ថារឿងដីនេះប្រហែលជាទុកយូរមិនបានទេដោយសារតែក្មួយទាំងពីរមិនអស់ចិត្តរៀងខ្លួនឥឡូវបែបនេះចុះប្រហែលម៉ោង7យប់ក្
ក្មួយទៅផ្ទះចុះចាំកាត់ក្តីឲ្យ ក្រោយពីពួកគេទាំងពីរនាក់បានស្ដាប់ប្រសាសន៍របស់លោកមេភូមិរួចពួកគេក៏យល់ព្រម ក្រោយពីខ្ញុំបានដើរមើលព្រំដីរួចខ្ញុំក៏ឃើញថាក្មួយច័ន្ទបានធ្វើរបងចូលក្នុងដីរបស់ក្មួយធឿនយ៉ាងពិតប្រាកដដោយសារតែក្មួយច័ន្ទធ្វើរបងហួសព្រំដីដើមដែលគេបានបោះខណ្ឌរវាងដីម្ខាងទៅដីម្ខាងទៀត លោកមេភូមិក៏ខិតខំដោះស្រាយពន្យល់ពួកគេទាំងពីរនាក់យ៉ាងយូរដើម្បីឲ្យការបញ្ចប់ក្តីមួយនេះទៅកុំឲ្យពួកគេអន់ចិត្តក្រោយពីកាត់ក្តីចប់ទឹកមុខរបស់នាយច័ន្ទមិនសូវជាសប្បាយចិត្តប៉ុន្មាននោះទេព្រោះគេនៅតែចង់បានដី2ម៉ែត្រនោះនាយច័ន្ទគេក៏ក្រោកដើរចេញទៅដោយមិនបាននិយាយលាទៅកាន់លោកមេភូមិនិងធឿនសូម្បីតែមួយម៉ាត់ពេលដែលនាយច័ន្ទចេញដំណើរបាត់ទៅលោកមេភូមិក៏និយាយរឿងដែលគាត់បានជួបកាលពីរសៀលនោះប្រាប់ទៅកាន់ធឿនថា ធឿនប៉ុន្មានថ្ងៃនឹងមានឃើញអ្វីប្លែកៗដែរឬទេដូចជាឃើញពួកអមនុស្សជាដើម ដូចជាអត់មានឃើញអីប្លែកទេលោកអ៊ំដូចជាធម្មតា ចុះអ្នកផ្ទះនឹងក្មួយធឿនឯងមានឈឺអីអត់ អត់មានឈឺអីទេលោកអ៊ំតែប៉ុន្មានថ្ងៃហ្នឹងដូចជាមានអារម្មណ៍ថាមានគេតាមមើលពួកខ្ញុំនិយាយអញ្ចឹងមិនក៏លោកអ៊ំសួររឿងនេះ ពេលដែលកំពុងដើរមើលព្រំដីក៏ប្រទះឃើញឈាមស្រស់និងមនុស្សក្រមួនដោយលក្ខណៈថាមាននរណាម្នាក់ចង់ធ្វើអំពើមិនល្អមកលើគ្រួសារក្មួយតាមពិតទៅមិនមែនជាអ្នកពូកែខាងភ្លើងងឹតអីទេគ្រាន់តែដឹងតិចតួចពីមិត្តភ័ក្តិ បើអ៊ំនិយាយអញ្ចឹងខ្ញុំភ័យណាស់បើខ្ញុំមិនចេះខាងភ្លើងងឹតអញ្ចឹងផង បើមានសភាពការមិនស្រួលទេឆាប់ទៅរកមិត្តភ័ក្តិទៅគេឈ្មោះដនគាត់ចិត្តល្អទេ បាទអរគុណណាស់លោកអ៊ំដូចជាបានជួយសង្គ្រោះជីវិតខ្ញុំអញ្ចឹងនាយច័ន្ទគេមិនទាន់បានទៅដល់ផ្ទះទេគឺគេលួចស្ដាប់លោកមេភូមិនិយាយរហូតដល់ចប់លើកនេះគេបដូរទិសដៅមកលេងជាមួយមេភូមិម្ដងអាកញ្ចាស់ចាំមើលឯងពូកែចេះដឹងរឿងគេអញ្ចឹងឯងនៅបានយូរប៉ុណ្ណា ព្រឹកស្អែកព្រះអាទិត្យក៏រះសាជាថ្មីថ្ងៃនេះអ៊ំដនក៏បានធ្វើដំណើរមកលេងមិត្តភក្តិគាត់ដល់ផ្ទះមិត្តភក្តិគាត់គ្មាននរណាក្រៅពីលោកមេភូមិឡើយព្រោះពួកគាត់ខានជួបគ្នាយូរហើយដោយហេតុថាអ៊ំដនគាត់រវល់ទៅដោះអំពើឲ្យគេនៅភូមិផ្សេងគ្រាន់តែអ៊ំដនមកដល់ភ្លាមគាត់ឃើញមុខរបស់មេភូមិឡើងក្រមៅគាត់ដឹងថាលោកមេភូមិប្រកាសជាមានបញ្ហាជាមួយភ្លើងងឹតឆាប់តែគាត់មិនទាន់និយាយរឿងនឹងប្រាប់លោកមេភូមិឡើយ សំឡាញ់ខានជួបគ្នាយូរណាស់មកហើយខ្ញុំទៅរកឯងមិនដែលបានជួបសោះ ខ្ញុំរវល់ទៅដោះអំពើឲ្យអ្នកភូមិខាងកើតគេខាងនោះលេងខ្លាំងពេកសុទ្ធតែម្ដង3គ្រូទើបខ្ញុំនៅយូរក្របានមកភូមិយើងវិញ ធ្វើមិនទេគេមកពឹងពាក់យើងហើយបើយើងអ្នកចេះដោះអំពើហើយមិនជួយគ្នាតើឲ្យនរណាជួយពួកគាត់គ្នាដូចជានឹករឿងអតីតកាលដែលពួកយើងទៅបាញ់សត្វនៅព្រៃភ្នំដងរែកដល់ហើយសំឡាញ់កាលនោះឯងពូកែណាស់បាញ់ត្រង់ថែមទៀតផងតែឥឡូវប្រហែលលើកកំភ្លើងលេងរួចហើយចុះភឿនគេអត់ដែលបានមកលេងដនឯងទេ ភឿនគេទៅនៅភូមិអូកគីយូរហើយឥឡូវប្រហែលមានចៅរត់ពេញផ្ទះហើយខ្ញុំដូចជាចង់ចូលព្រៃម្ដងទៀតខ្ញុំនិយាយលេងទេសំឡាញ់គ្នាមើលទៅមុខរបស់ឯងដូចជាមិនស្រួលសោះមុខស្រអាប់ដង្ហើមដកមិនអស់ថ្ងាសពោពេញទៅដោយធាតុក្រមៅហាក់បីដូចជាកំពុងទទួលអំពើពីនរណាម្នាក់តែវាគ្រាន់តែជាសញ្ញាប្រាប់មុនប៉ុណ្ណោះឯងកុំអាលទាន់ភ័យអី ឯងយកគោបានេះទៅហើយយប់នេះយើងនឹងមកម្ដងទៀតហើយគោបានេះវាមានអានុភាពការពារខ្លួនវាបកសត្រូវឬធ្វើកិច្ចការផ្សេងមានវានៅក្បែរឯងហើយឯងកំភៃចាំរៀនសូត្រគាថាដាស់គោបាជាមួយខ្ញុំអោមៈមហាមីឫទ្ធិរំជួយអោមៈមហាមីឫទ្ធិរំជួយ យើងក្រឡេកមើលទៅកាន់នាយច័ន្ទវិញគេក៏បានទៅពឹងពុកធေါ်គេឲ្យកំចាត់លោកមេភូមិ
ពុកធေါ်គេនោះគឺគ្រូអាគមខណ្ឌនោះឯងពួកគេស្គាល់គ្នាក៏ដោយសារតែពួកគេប្រព្រឹត្តអំពើអាក្រក់ដូចគ្នាហើយក៏រាប់អានគ្នាជាកូនធေါ်ឪធေါ်តែម្ដងទៅគ្រូអាគមខណ្ឌតែងតែបំពេញការងារហើយនាយច័ន្ទបានយ៉ាងល្អហើយបដូរមកវិញគឺមាសប្រាក់ជាច្រើនផងដែរលោកពុកខ្ញុំចង់ពឹងលោកពុកឲ្យជួយកំចាត់អាមេភូមិកញ្ចាស់មួយនោះចោលវាដឹងរឿងគេណាស់ហើយរបស់ដែលលោកពុកឲ្យខ្ញុំយកទៅដាក់ក្នុងដីអាធឿនលើកមុនគឺអាមេភូមិវាដឹងហើយឥឡូវអាធឿនវាយកដើមរាំងសាបនិងឈើស្អុយដាក់ពីលើបាត់ហើយពេលនេះរលាយដូចអាចមន់ស្កអញ្ចឹងលោកពុកកំភៃចាំយើងលេងអាមេភូមិនឹងម្ដងយើងមិនឲ្យវាឃើញពន្លឺព្រះអាទិត្យទៀតឡើយតាកូនចង់ផ្ដាកូនចង់ផ្ដាច់វាតែម្ដងឬលេងវាតិចសិនដាច់តែម្ដងទៅពុកឆាប់បានទៅផ្ដាច់អាធឿនមួយទៀតពុកពេលអាធឿនស្លាប់ទៅពុកចាំជួយធ្វើស្នេហ៍ប្រពន្ធអាធឿនមកឲ្យស្រឡាញ់ខ្ញុំវិញកំភៃកូនមួយភូមិនេះគ្មាននរណាប្រៀបធៀបជាមួយពុកបានឡើយត្រឹមសម្បត្តិអាមេភូមិប្រើត្រឹមអាមួយនេះក៏សម្លាប់វាបានដែរមូលហេតុដែលគ្រូអាគមខណ្ឌនិយាយថាមួយភូមិនេះគ្មាននរណាប្រៀបជាមួយគាត់បានក៏ដោយសារតែគ្រូអាគមតូចតាចផ្សេងគឺគាត់ជួបអស់ហើយក៏ស្លាប់ក្រោមថ្វីដៃគាត់ថែមទៀតផងហើយពេលនេះលោកអ៊ំដនត្រឡប់មកវិញហើយចាំមើលថាតើគ្រូអាគមពូកែអួតនេះអាចយកឈ្នះគ្រូដនបានដែរឬទេទៅផ្ទះអាមេភូមិហើយកំចាត់វាចោលទៅការងារបានសម្រេចមុខវិញយើងឲ្យឯងស៊ីរបស់ដែលឯងចូលចិត្តពពួកខ្មោចនោះបានមកដល់ផ្ទះលោកមេភូមិវាដើរចូលយ៉ាងលឿនប៉ុន្តែគេចូលមិនរួចឡើយខ្មោចនោះខឹងយ៉ាងខ្លាំងវាពិតជាមកមែនដូចដែលសម្លាញ់បានគិតទុកយ៉ាងប្រកបមើលទៅវាដូចជាខឹងសម្បាពួកយើងហើយមិនអីទេប្រហែលវាចង់ចូលមកហើយចាំខ្ញុំឲ្យវាចូលមកហាបើវាចូលមកយើងមិនវីវោទេវាចូលមកបានតែខ្ញុំមិនឲ្យវាចេញទៅវិញបានឡើយមិនយូរប៉ុន្មានខ្មោចនោះក៏រលាយបាត់អស់ទៅដោយសារតែភ្លើងឆាបឆេះពេញខ្លួនគ្រូខណ្ឌមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងឆ្ងល់ថាតើនរណាក៏ខ្លាំងអាចទប់ទល់ជាមួយខ្មោចរបស់គាត់បានថ្ងៃនេះប្រហែលជាមានអ្នកជួយហើយបានជាយើងមិនអាចសម្លាប់វាបានតែមិនអីទេថ្ងៃស្អែកចាំឯងទៅស៊ើបមើលថាមានអ្នកណានៅក្រោយខ្នងហើយយកឆ្អឹងខ្មោចទៅដាក់ក្រោមផ្ទះគេផងបាទលោកពុកស្អែកពេលឃើញនរណាមកលេងផ្ទះសម្លាញ់ត្រូវធ្វើអាការៈធម្មតាសម្ដែងយ៉ាងណាកុំឲ្យគេដឹងថាយើងដឹងខ្លួនស្អែកនេះប្រហែលជាវាយកអីមួយមកដាក់នៅក្នុងផ្ទះសម្លាញ់ហើយអញ្ចឹងឧស្សាហ៍តាមមើលគេផងធ្វើយ៉ាងណាកុំឲ្យគេដឹងខ្លួនមុនបាទសម្លាញ់ខ្ញុំយល់ហើយលុះដល់ស្អែកឡើងច័ន្ទក៏មកផ្ទះលោកមេភូមិហើយក៏និយាយរាក់ទាក់ជាមួយមេភូមិយ៉ាងរីករាយលោកអ៊ំមេភូមិសុខសប្បាយអត់ប៉ុន្មានថ្ងៃនេះមិនអីទេក្មួយសុខសប្បាយធម្មតាទេលោកអ៊ំខ្ញុំសុំចូលបន្ទប់ទឹកបន្តិចខ្ញុំដូចជាអត់សូវស្រួលពុះសោះក្មួយដើរទៅក្រោយត្រង់ទៅឃើញបន្ទប់ទឹកហើយច័ន្ទបានដើរទៅក្បែរបន្ទប់ទឹកគេបានសូត្រនិងដាក់ឆ្អឹងខ្មោចហើយក៏កប់នឹងដីបាត់ទៅលោកមេភូមិបានឃើញ